ជំរាបសួរក៏ដូចជាសួស្តីអ្នកទាំងអស់គ្នាសូមស្វាគមន៍មកកាន់ Channel Chin Fish ម្ដងទៀតដោយថ្ងៃនេះខ្ញុំមានវីដេអូមួយយកមកចែករំលែកបងប្អូនទាំងអស់គ្នាទស្សនាគឺជាការបង្កាត់ត្រីក្រឹមដែលខ្ញុំបានយកពូជ Super Red បង្កាត់ជាមួយនឹងត្រីក្រឹមខាំចង់ដឹងថាវាបានផលឬទៅជាយ៉ាងណាសូមបងប្អូនទាំងអស់គ្នាទស្សនានៅវីដេអូដោយដំបូងឡើយខ្ញុំមានជាកូនឡាំងមួយហើយខ្ញុំដាក់ទឹកប្រហែលជាមួយចង្អុលដៃនឹងបានដាក់ស្លឹកចេកនិងមានជាចកបាយទាតិចតួចដើម្បីដាក់ទៅឲ្យវាមានសុខភាពនិងមានជាធម្មជាតិនៅក្នុងឡាំងរបស់យើងខ្ញុំនៅពេលដែលយើងបង្កាត់ផងហើយនេះគឺជាប្រភេទត្រីក្រឹមជាពូជ Super Red ដែលវាមានអាយុត្រឹមតែ 4-5 ខែទេវានៅខ្ចីណាបងប្អូនហើយខ្ញុំបានយកវាមកបង្កាត់សាកចង់ដឹងថាវាអាចគៀបមេបានឬក៏យ៉ាងម៉េចនឹងចាំតាមវីដេអូរបស់យើងខ្ញុំទាំងអស់គ្នាមួយវិញទៀតនៅពេលដែលយើងដាក់បង្កាត់យើងត្រូវតែផ្ដល់ចំណីទៅឲ្យអាឈ្មោះជាមុនសិនមុននឹងពេលយើងដាក់បង្កាត់នៅក្នុងឡាំងហើយនេះគឺជាញីរបស់យើងដែលវាមានអាយុលើសឈ្មោះប្រហែលជា 2 ខែខ្ញុំយកមកបង្កាត់មុននឹងពេលបង្កាត់យើងត្រូវតែផ្ដល់ចំណីឲ្យញីគឺជាការបំពន់ឲ្យញីមានសុខភាពល្អនិងឲ្យវាមានពងច្រើននៅក្នុងការបង្កាត់នេះគឺជាសម្បុកតែមួយដែលខ្ញុំបានចាប់ពីសម្បុកបំបែកវាយកមកដាក់ក្នុងធុងដើម្បីងាយស្រួលនៅក្នុងការយើងថែទាំឲ្យត្រីវាមានសុខភាពល្អនិងមានពងច្រើនមើលទៅវាមានផែនស្អាតស្អាតណាស់ហើយវាមានសុខភាពល្អទៀតប៉ុន្តែពងវាមើលទៅវាតិចជាងត្រីក្រឹមដែលខ្ញុំបានប្រាប់បងប្អូនមុននេះបន្តិចជាបន្ទាប់យើងធ្វើការដាក់ឈ្មោលដែលជាប្រភេទ Super Red ចូលយ៉ាងតិចក្នុងរយៈពេល1ម៉ោងដើម្បីឲ្យវាស្គាល់ពីទីតាំងទីកន្លែងនិងងាយស្រួលឲ្យវាស្គាល់ថានេះគឺជាទឹកដីរបស់វាងាយស្រួលនៅក្នុងការធ្វើពពុះសិនបើត្រីបងប្អូនដាក់ចូលក្នុងរយៈពេល1ម៉ោងមិនទាន់ធ្វើពពុះយើងអាចដងពពុះចេញពីត្រីក្រឹមពួកឈ្មោះធំផ្សេងទៀតក៏បានដែរបន្ទាប់មកយើងបិទគម្របនិងទុកវាក្នុងរយៈពេល1ម៉ោងហើយ1ម៉ោងក្រោយមកចាំយើងបើកឥឡូវនេះកន្លងផុតនៅក្នុងរយៈពេល1ម៉ោងហើយឥឡូវខ្ញុំធ្វើការចាប់មេដើម្បីដាក់នៅក្នុងឡាំងបង្កាត់របស់យើងមួយវិញទៀតខ្ញុំចង់ប្រាប់បងប្អូនទាំងអស់គ្នាថាដើម្បីការពារញីកុំឲ្យអាឈ្មោះខាំញីខ្លាំងឬក៏ទ្រាំខ្លួននោះយើងធ្វើការកាត់ដុតទឹកសុទ្ធមួយនិងដាក់ដូចខ្ញុំដែលបានបង្ហាញបន្ទាប់មកយើងធ្វើការដួសញីដែលខ្ញុំបានប្រាប់បងប្អូនទាំងអស់គ្នារួចមកធ្វើការដាក់ចូលទៅក្នុងរង្វង់ដបទឹកសុទ្ធនោះធ្វើដូច្នេះគឺដើម្បីការពារញីកុំឲ្យត្រូវអាឈ្មោះខាំច្រើនពេកនៅពេលដែលដាក់ចូលភ្លាមហើយម្យ៉ាងវិញទៀតគឺដាក់ដើម្បីឲ្យញីនិងឈ្មោះបានស្គាល់គ្នាផងពេលនេះមើលទៅអាឈ្មោះហាក់ដូចជាប្រឡ័យលេងជាមួយនឹងញីនិងត្រៀមខ្លួននៅក្នុងការបង្កាត់និងគៀបមេផងដែរខ្ញុំទុកបែបនេះគឺដើម្បីឲ្យឈ្មោលនិងញីបានស្គាល់គ្នាហើយខ្ញុំទុករយៈពេល1ថ្ងៃគឺដើម្បីឲ្យឈ្មោលបានស្គាល់ញីច្រើនក្នុងពេលដែលយើងប្រឡែងញីដើម្បីឲ្យគៀបមេកន្លងផុតនៅក្នុងរយៈពេល1ថ្ងៃយើងក៏ឃើញថាត្រីឈ្មោលរបស់យើងក៏បានធ្វើពពុះច្រើនគួរសមដែរដូច្នេះខ្ញុំក៏បានដកនៃដបទឹកសុទ្ធចេញដើម្បីឲ្យអាឈ្មោលរបស់យើងធ្វើការគៀបមេនៅពេលដែលបងប្អូនបានធ្វើដូច្នេះរួចយើងធ្វើការក្រោបទុកនិងរងចាំស្អែកឡើងនិងចាំអត់នៃលទ្ធផលទាំងអស់គ្នាថាត្រីក្រឹមរបស់យើងធ្វើការគៀបមេដើម្បីបង្កាត់កូនដែរទេហើយនេះគឺជាថ្ងៃទី3របស់យើងឃើញថាអាឈ្មោះបានគៀបមេបានពងរួចរាល់ហើយក៏បានដេញញីចេញមិនឲ្យនៅចិត្តពងដែរគឺដើម្បីការពារពងវីដេអូនៃការបង្កាត់ត្រីក្រឹមរបស់ខ្ញុំបានឈានមកដល់ពេលបញ្ចប់ដែរ
ដូច្នេះប្រសិនបើបងប្អូនចង់តាមដានទស្សនាភាគ2សូមបងប្អូនទាំងអស់គ្នាជួយចុច like ឲ្យបានស្អាតចាសូមអរគុណ